រឿងស្នាមជើងនរណាកូនទន្សាយបានបាត់កូនតុក្កតាខ្លាឃ្មុំវាទៅប្រាប់ម្ដាយរបស់វាថាម៉ែតុក្កតាខ្លាឃ្មុំរបស់កូនបានបាត់ហើយមេទន្សាយក៏ចូលទៅក្នុងបន្ទប់ដើម្បីជួយរកគាត់រកក្នុងទូក្នុងថតក្រោមក្រែលើក្រែនិងរកគ្រប់ទីកន្លែងនៅតែមិនឃើញកូនទន្សាយស្រាប់តែឃើញស្នាមជើងដែលមានប្រឡាក់ជាប់នឹងក្រដាសចាស់មួយវាយកមកបង្ហាញម្ដាយមេទន្សាយតបនេះជាស្នាមជើងរបស់នរណាម៉ែមិនដែលឃើញទេកូនគាត់ចាប់ផ្ដើមយកជើងជន់លើក្រដាសឃើញស្នាមជើងរបស់ខ្លួនខុសពីស្នាមជើងនោះគាត់ថាមិនមែនជាស្នាមជើងរបស់ក្រុមទន្សាយយើងទេកូនទន្សាយតូចគិតចុះគិតឡើងទាំងនិយាយតិចខ្ញុំដូចជាធ្លាប់ឃើញវានៅកន្លែងណាមួយតែរកនឹកមិនឃើញសោះកូនទន្សាយឃើញស្នាមជើងចូលនិងចេញមកក្រៅវាក៏ដើរតាមស្នាមជើងកូនទន្សាយដើរតាមរហូតដល់ផ្ទះរបស់ខ្លាឃ្មុំកូនទន្សាយគោះទ្វារពូខ្លាឃ្មុំខ្ញុំគឺទន្សាយសូមបើកទ្វារបន្តិចមកពូខ្លាឃ្មុំបើកទ្វារហើយក៏និយាយអីយ៉ាក្មួយទន្សាយទេតើក្មួយមានការអ្វីដែរកូនទន្សាយសួរឡើងតើលោកពូមានឃើញកូនតុក្កតាខ្លាឃ្មុំរបស់ខ្ញុំទេខ្ញុំគិតថាកូនលោកពូជាអ្នកយកហើយព្រោះស្នាមជើងទាំងនេះបានមកដល់ផ្ទះពូតែម្ដងពូខ្លាឃ្មុំពិនិត្យមើលស្នាមជើងរួចតបយីស្នាមជើងពិតជាមកដល់ផ្ទះពូមែនតែនេះមិនមែនជាស្នាមជើងរបស់ក្រុមខ្លាឃ្មុំពូនោះទេមើលស្នាមជើងរបស់ពូចុះមិនមានរាងដូចនេះទេកូនទន្សាយនិយាយតើស្នាមជើងនេះជារបស់នរណាទៅគេមកផ្ទះលោកពូធ្វើអ្វីពូខ្លាឃ្មុំកាត់មួយសន្ទុះរួចតបអូពូនឹកឃើញហើយនេះជាស្នាមជើងរបស់អ៊ូកទេតើចូលមកគេនៅខាងក្នុងជាមួយកូនពូណាកូនទន្សាយចូលទៅឃើញកូនខ្លាឃ្មុំនិងអ៊ូកកំពុងលេងជាមួយកូនតុក្កតាខ្លាឃ្មុំរបស់គេយ៉ាងសប្បាយរីករាយដំបូងកូនទន្សាយខឹងណាស់ព្រោះអ៊ូកហ៊ានលួចយកកូនតុក្កតាខ្លាឃ្មុំរបស់គេមកលេងតែដល់ពេលឃើញពួកគេសប្បាយរីករាយវាក៏សប្បាយរីករាយដែរអ៊ូកក្រឡេកឃើញកូនទន្សាយវារត់យ៉ាងលឿនទៅពួននៅម្ខាងអ៊ូកឯងចេញមកយើងមិនធ្វើបាបឯងនោះទេឯងពេលក្រោយឯងមិនត្រូវទៅយករបស់ខ្ញុំនោះទេដោយគ្មានការអនុញ្ញាតទៀតនោះឡើយអ៊ូកចេញមកទាំងនិយាយសុំទោសដល់កូនទន្សាយហើយសន្យាឈប់ទៅយករបស់គេដោយគ្មានការអនុញ្ញាតទៀតហើយ